Bạnសូមជម្រាបសួរលោកគ្រូអ្នកគ្រូបងប្អូនសិស្សនិស្សិតនិងអ្នកសិក្សាទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការដោះស្រាយលំហាត់ចំនួនកុំភ្លេចដែលប្រឡងសញ្ញាបត្រមធ្យមសាទុតិយភូមិនៅក្នុងឆ្នាំ2026នេះបាទមុននឹងដោះស្រាយយើងសិក្សាពីប្រធានលំហាត់ទាំងអស់គ្នាបាទនៅក្នុងលំហាត់ទី1គេឲ្យយើងសរសេរចំនួនកុំភ្លេច1 + e និង1 + e ជាទម្រង់ត្រីកោណមាត្របាទអញ្ចឹងក្នុងលំហាត់ទី1នេះគ្រាន់តែសរសេរជាទម្រង់ត្រីកោណមាត្រធម្មតាទេចំពោះលំហាត់ទី2បាទចំពោះគ្រប់ចំនួនគុណធម្មជាតិ n គេតាម n ហ្នឹងស្មើនឹង1 + e ទៅអង្គស្វ័យគុណ n បូកឲ្យ1 + e ទៅអង្គស្វ័យគុណ n គេឲ្យគណនា e2 e4 និង e6 ត្រង់ចំណុចនេះគឺយើងគ្រាន់តែយកតម្លៃ n ស្មើ2ឬ n ស្មើ4ឬ n ស្មើ6ឆ្លុះចូលនៅក្នុងកន្លែង n ទៅយើងនឹងទទួលបានចម្លើយហើយបាទចំណុចខនៅក្នុងសំណួរទី2គេថាចំពោះគ្រប់ចំនួនគុណធម្មជាតិ n នេះគេឲ្យសរសេរ n ជាទម្រង់ត្រីកោណមាត្រអញ្ចឹងមានន័យថាយើងត្រូវសរសេរ n នេះគឺជាទម្រង់ត្រីកោណមាត្របាទសំណួរកតើសំណើថាគ្រប់ n ជារបស់ n ហើយ n ជាចំនួនពិតជាសំណើពិតដែរទេអញ្ចឹងកន្លែងនេះយើងគណនា n នេះទៅបើសិនជាគណនាទៅឃើញថា n ហ្នឹងគ្មានឯកតានិមិត្តទេមានតែចំនួនពិតអញ្ចឹងមានន័យថាសំណើនេះជាសំណើពិតប៉ុន្តែបើសិនជាជាប់ចំនួននិមិត្តទីឬក៏ឯកតានិមិត្តទីមានន័យថាវាមិនមែនជាសំណើពិតទេបាទសំណួរខតើមាន n ជារបស់ n ដែល n ស្មើ0ដែរទេអញ្ចឹងនៅពេលដែលយើងគណនា3នេះ3i2 i4 i6 ហ្នឹងបើមានស្មើ0យើងដាក់ថាមានបើសិនជាវាអត់មានទេយើងត្រូវដោះស្រាយសម័យកាល n ស្មើ0ហើយតែបើសិនជានេះមានឃើញស្មើ0ហើយយើងគ្រាន់តែដាក់ថាដោយ i2 ឬក៏ i4 ឬក៏ i6 ស្មើ0ដូច្នេះមាន n ជារបស់ n ដែល n ស្មើ0បាទឥឡូវនេះយើងនឹងបន្តទៅការដោះស្រាយលំហាត់ទាំងនេះបាទចំពោះលំហាត់ទី1គឺយើងសរសេរចំនួនកុំភ្លេចជាទម្រង់ត្រីកោណមាត្រអញ្ចឹងអាហ្នឹងជាលំហាត់ធម្មតាទេប៉ុន្តែមុននឹងសរសេរជាទម្រង់ត្រីកោណមាត្រសូមរំលឹកពីទម្រង់ត្រីកោណមាត្រសិនបាទបើសិនជាយើងមានចំនួនកុំភ្លេចបាទអញ្ចឹងបើសិនជាចំនួនកុំភ្លេចសិតស្មើនឹង a បូក b e បាទអញ្ចឹងកន្លែងនេះគឺយើងមាន a បាទយើងអាចសេតិច a ដាក់ជាកតាទៅដើម្បីបាន a លើ a បូកឲ្យ b លើ a e បាទអញ្ចឹងយើងដឹងថាយើងកោស alpha បាទកោស alpha ស្មើនឹង a លើ a ហើយ sin alpha ស្មើនឹង b លើ a អញ្ចឹងមានន័យថាយើងតិចបានទម្រង់ complex set ណាគឺស្មើ a កតាកោស alpha បូកនឹង e sin នេះ alpha អានេះវិធីទាញរកកុំឲ្យពិបាករកកោស sin មុនយើងទាញជាកតាតែម្ដងដែល a នេះ model វាបានស្មើឬការ៉េនៃ a ការ៉េបូកឲ្យ b ការ៉េបាទឥឡូវយើងចាប់ផ្ដើមដោះស្រាយលំហាត់យើងវិញទី1គឺ1 បូក e បាទ1 បូក e បាទអានេះ a វាស្មើនឹងឫស2បាទដោយសារ a ស្មើនឹងការ៉េ a ការ៉េបូក b ការ៉េបាទអញ្ចឹងយើងទាញឫស2ដាក់ជាកតាទៅទាញឫស2ជាកតាបាន1ចែកនឹងឫស2បូកនឹង e ចែកនឹងឫស2បាទតទៀតយើងគុណប្របាត់រាឌីកាល់ពីបែងទៅជាបានឫស2កតាឫស2នៅលើ2បូកនឹង e គុណនឹងឫស2នៅលើ2អញ្ចឹងតម្លៃកោសស្មើឬ2លើ2តម្លៃ sin ស្មើនឹងឬ2លើ2អញ្ចឹងមុំដែលត្រូវនៅតម្លៃទាំងពីរនេះគឺមុំ π លើ4ឬក៏45អញ្ចឹងជាបានចម្លើយគឺឬ2កតាកោស π នៅលើ4បូកនឹង e sin នេះ π នៅលើ4បាទអញ្ចឹងនេះគឺជាចម្លើយសម្រាប់ចំនួនកំប្លេច1បូក e ទី2ចំនួនកំប្លេច1ដក e បាទអាហ្នឹងដូចគ្នាដែរដោយសារតែ a វាតម្លៃស្មើឬ2ដូចគ្នាអញ្ចឹងយើងទាញឬ2ដាក់ជាកតាទៅជាបាន1នៅលើឬ2ដកនឹង e នៅលើឬ2បាទយើងអាចសរសេរថាឬ2កតាឬ2នៅលើ2ដកនឹង e គុណនឹងឬ2លើ2បាទអញ្ចឹងគឺស្មើនឹងឬ2កតាកោស π នៅលើ4ដកនឹង e sin នេះ π នៅលើ4បាទដោយសារតែទម្រង់ត្រីកោណមាត្រគឺ a កតាកោស alpha បូក e sin នេះ alpha អញ្ចឹងកន្លែងនេះសញ្ញាដកអញ្ចឹងអត់អាចទេកន្លែងនេះបាទអញ្ចឹងយើងត្រូវបដូរទៅជាបូកអញ្ចឹងប្រើលក្ខណៈនៃមុំផ្ទុយរបស់វាបាទអញ្ចឹងយើងបានឬ2កតាយើងយកប្រើមុំផ្ទុយតែម្ដងកោសនៃដក π នៅលើ4បូកឲ្យ e sin នេះនៃដក π នៅលើ4បាទអញ្ចឹងនេះគឺជាចម្លើយនៃទម្រង់ត្រីកោណមាត្ររបស់1បូក e ត្រង់ចំណុចនេះដែរបងប្អូនអាចយកតម្លៃមុំ7 π លើ4ក៏បានដែរក៏ប៉ុន្តែកណីដែលចំនួនកំភ្លេច2ឆ្លាស់គ្នាយើងគូតែយកមុំដែលផ្ទុយគ្នាវិញល្អជាងពីព្រោះវាមានប្រយោជន៍សម្រាប់ការគណនាលើក្រោយខ្មោចគណនាលេខធំចុះបើសួរថាតើយើងអាចយក7 π លើ4យើងអាចគណនាងាយស្រួលបានអត់អាហ្នឹងយើងអាចគណនាបានដូចគ្នាគ្រាន់តែពិបាកគុណលេខណាបាទអញ្ចឹងសំណួរទី1បានបញ្ចប់ហើយយើងនឹងបន្តចូលទៅក្នុងសំណួរទី2បាទសំណួរទី2នេះគេឲ្យយើងគណនា s2 s4 និង s6 បាទដែលយើងមាន n ស្មើប៉ុណ្ណឹងអញ្ចឹងមានវិធី2ទី1យើងគណនាតាមទម្រង់បេក្ខនិតទី2យើងគណនា n ឲ្យហើយតាមទម្រង់ត្រីកោណមាត្រឲ្យចាំចំនួន n ចូលអញ្ចឹងបើផ្អែកទៅលើសំណួរដែលគេសួរខាងក្រោមនេះដោយសារតែគេឲ្យសរសេរ n ជាទម្រង់ត្រីកោណមាត្រអញ្ចឹងយកល្អសំណួរនេះយើងគូតែគណនា n នឹងឲ្យហើយសិនហើយចាំយើងចំនួន n ចូលល្អជាងបាទ
ឥឡូវយើងត្រឡប់ទៅលើលំហាត់យើងវិញឥឡូវគណនាតាម SN ឲ្យហើយរួចហើយចំណុចតម្លៃ n ស្មើ2ស្មើ4ចូលវិញអញ្ចឹងយើងមាន SN ស្មើនឹង1បូក e ទាំងអស់នេះស្វ័យគុណ n បូកឲ្យ1ដក e ទាំងអស់នេះស្វ័យគុណ n អញ្ចឹងមុននឹងគណនាហ្នឹងយើងមានសម្រាយវាហើយកន្លែង1បូក e ហើយនឹង1ដក e ជាទម្រង់នៃកណនេះគឺយើងយកមកប្រើតែម្ដងអញ្ចឹងកន្លែងនេះយើងអាចសរសេរថាស្មើនឹងរើស2កតាកុស pi នៅលើ4បូកនឹង e គុណនឹងsinនេះ pi នៅលើ4បាទទាំងអស់នេះស្វ័យគុណ n បាទបូកឲ្យចំពោះនេះវិញគឺរើស2កតាកុសនៃដក pi នៅលើ4បូក e sinនេះនៃដក pi នៅលើ4ទាំងអស់នេះស្វ័យគុណ n បាទអញ្ចឹងដល់កន្លែងនេះគឺយើងត្រូវចងចាំទៅលើរូបមន្ត ដឺម៉ូបាទអញ្ចឹងទម្រង់របស់វាគឺស្វ័យគុណ n អញ្ចឹងរូបមន្ត ដឺម៉ូគឺកុស alpha បូកនឹង e sinនេះ alpha ស្វ័យគុណ n បាទរូបមន្តវាគឺស្មើកុសនៃ n alpha បូក e sinនេះនៃ n alpha បាទអញ្ចឹងអនុវត្តរូបមន្តនេះទៅយើងទទួលបានចម្លើយគឺបានរើស2ស្វ័យគុណ n កតាកុសនៃ n pi នៅលើ4បូកនឹង e sinនេះនៃ n pi នៅលើ4បាទដូចគ្នាដែរចំពោះនៅទី2នេះគឺរើស2ស្វ័យគុណ n ដែរកតាបាទកុសនៃដក n pi នៅលើ4បូកនឹង e sinនេះនៃដក n pi នៅលើ4បន្តមកទៀតយើងប្រើលក្ខណៈរបស់វាគឺកុសនៃដក alpha ស្មើនឹងកុស alpha ហើយ sin នៃដក alpha ស្មើនឹងដក sin alpha អញ្ចឹងដោយសារផ្នែកទាំងពីរនេះគឺមានរើស2ស្វ័យគុណ n ដូចគ្នាខ្ញុំទាញយករើស2ស្វ័យគុណ n ដាក់ជាកតាទាញរើស2ស្វ័យគុណ n ជាកតាអញ្ចឹងកន្លែងនេះយើងបានកុសនៃ n pi នៅលើ4បូក e sinនេះនៃ n pi នៅលើ4ហើយកន្លែងនេះយើងបានផ្នែកទី2នេះគឺបានកុសនៃ n pi លើ4តែដល់ពេល sin ដកដោយសារ sin នៃដក alpha វាចេញដក sin អញ្ចឹងបានដក e sin នៃ n pi លើ4តមកទៀតយើងអាចគណនាបាទយើងសម្រួលវាអាណាស្រួលបាននេះអាពីនេះដកគ្នាអស់បាទបាទអញ្ចឹងនៅត្រង់កន្លែង e sin នៃ n pi លើ4នេះដកគ្នាអស់ហើយអញ្ចឹងដល់ពេលដកហើយយើងទទួលបានចម្លើយវាស្មើរើស2ស្វ័យគុណ n គុណជាមួយនឹង2កុសនៃ n pi នៅលើ4បាទឬក៏យើងអាចសរសេរថា sn ស្មើនឹង2រើស2ស្វ័យគុណ n បាទគុណជាមួយនឹងកុសនៃ n pi នៅលើ4បាទនេះគឺជាការគណនា sn ដោយអត់ទាន់ចំណុះតម្លៃលេខចូលបាទអញ្ចឹងបន្តមកទៀតគឺយើងត្រូវគណនាតម្លៃលេខនៃ s2 s4 និង s6 បាទឥឡូវនេះយើងគណនាមិញឃើញ sn ស្មើនឹង2ឬ2ស្វ័យគុណ n គុណកុស n pi លើ4អញ្ចឹងយើងបានឥឡូវយើងចាប់ដើមគណនាទី1 s2 ស្មើ2ឬ2ស្វ័យគុណ2គុណជាមួយនឹងកុស2 pi នៅលើ4អញ្ចឹងបាន2ឬ2ការ៉េចេញបាន2កុស2 pi លើ4មានន័យថាកុស pi លើ2ជាងសម្រួលបាទកុស pi លើ2អញ្ចឹងស្មើ4គុណនឹង0អញ្ចឹងចម្លើយឃើញ0ទី2 s4 បាទ s4 គឺចំនួន n ស្មើ4ចូលបាទ n ស្មើ4ចូលអញ្ចឹងបាន2ឬ2ស្វ័យគុណ4គុណនឹងកុស4 pi នៅលើ4ប៉ុន្តែកុស4 pi លើ4ស្មើកុស pi ណាបាទអញ្ចឹងអានេះបាន2គុណនឹង2ការ៉េគុណនឹងកុស pi អញ្ចឹងស្មើ8គុណនឹងដក1កុស pi ស្មើដក1អញ្ចឹងបានដក8ចំណែក s6 ស្មើនឹង2ឬ2ស្វ័យគុណ6គុណជាមួយនឹងកុស6 pi នៅលើ4បាទដោយឬ2ស្វ័យគុណ6ស្មើ2ស្វ័យគុណ3អញ្ចឹងយើងបាន2គុណនឹង2ស្វ័យគុណ3គុណជាមួយនឹងកុស3 pi នៅលើ2អញ្ចឹងបាន16ដោយសារកុស3 pi លើ2ស្មើ0អញ្ចឹងចម្លើយវាឃើញ0បាទចំពោះការគណនាដែរយើងអាចគណនាតាមទម្រង់ពេជ្រគណិតក៏បានដែរបាទអញ្ចឹងយើងគណនាតាមទម្រង់ពេជ្រគណិតឥឡូវយើងគណនាតាមពីម្ដងយើងមាន sn ស្មើនឹង1បូកនឹង e ស្វ័យគុណ n បូកឲ្យ1ដក e ស្វ័យគុណ n បាទអញ្ចឹង s2 ឆ្លង n ស្មើ2ចូល1បូក e លើកជាស្វ័យគុណ2 1ដក e ស្វ័យគុណ2អញ្ចឹងយើងគណនាពលាតវាមកយើងបាន1បូកឲ្យ 2e អញ្ចឹងបូកឲ្យ e ការ៉េដក1នេះ1ដកនឹង 2e ដក1ដែរអញ្ចឹងចម្លើយវាឃើញ0បាទs4 ជ្រុះ n ស្មើ4ចូលបាន1បូក e ស្វ័យគុណ4បូកឲ្យ1ដក e ស្វ័យគុណ4យើងគណនាដូចគ្នាដែរប៉ុន្តែអានឹង4យើងបាក់ពលាតយើងអាចនិយាយថា1បូក e លើកជាការ៉េបាទហើយលើកជាការ៉េមួយជាន់ទៀតហើយបូកជាមួយនឹងអានេះដូចគ្នាដែរ
1 ដក e លើកជាការ៉េហើយការ៉េម្ដងទៀតអញ្ចឹងអា1បូក e លើកជាការ៉េនេះយើងបានគណនាខាងលើហើយចេញ 2e ខាងនេះដូចគ្នាដែរដក 2e អញ្ចឹងស្មើ 2e លើកជាការ៉េបូកនឹងដក 2e លើកជាការ៉េអញ្ចឹងស្មើដក 4 ហើយដក 4 ទៀតអញ្ចឹងស្មើដក 8 ចំពោះ a 6យើងធ្វើដូចគ្នាដែរគឺ1បូក e ចំនួន n ស្មើ6ចូលមក1ដក e ស្វ័យគុណ6អញ្ចឹងយើងបាន1បូក e លើកជាការ៉េហើយលើកជាស្វ័យគុណ3បូកឲ្យ1ដក e អស់លើកជាការ៉េហើយលើកជាស្វ័យគុណ3អញ្ចឹងបាន 2e ស្វ័យគុណ3ដកនឹងដក 2e ស្វ័យគុណ3សំដៅបូកបាទអញ្ចឹងស្មើ0បាទចូលមកដល់សំណួរទី2ខគេឲ្យសរសេរ an ជាទម្រង់ត្រីកោណមាត្របាទអញ្ចឹងមុននឹងសរសេរជាទម្រង់ត្រីកោណមាត្រយើងបានគណនា an រួចហើយអញ្ចឹងកន្លែងនេះយើងមាន an មុននឹងយើងគណនាទៅឃើញ2គុណនឹងឬ2ស្វ័យគុណ n គុណជាមួយនឹងកុស n ផាយនៅលើ4បាទអញ្ចឹងមុននឹងសរសេរទម្រង់ត្រីកោណមាត្រយើងត្រូវដឹងរូបមន្តវាសិនរូបមន្តត្រីកោណមាត្រគឺ a កតាកុស alpha បូកនឹង e sin alpha បាទដែលតម្លៃa នេះគឺជាតម្លៃវិជ្ជមានអញ្ចឹងកាលណាតម្លៃវិជ្ជមានយើងត្រូវសារឡើងនេះសិនអញ្ចឹងកុសនៃ n ផាយលើ4នេះវាអាចវិជ្ជមានឬវាអាចអវិជ្ជមានអាស្រ័យទៅលើតម្លៃ n ដែល n ជាចំនួនគត់អញ្ចឹងកន្លែងនេះយើងបែងចែកជា2ករណីណាបាទអញ្ចឹងទី1បើសិនជាកុសនៃ n ផាយនៅលើ4នេះវាធំជាង0អញ្ចឹងបើកុសធំជាង0លុះត្រាតែ n ហ្នឹងគឺស្មើនឹង8k បាទ n ស្មើនឹង 8k បូកនឹង1ហើយនឹង n ហ្នឹងត្រូវស្មើនឹង 8k បូកនឹង7បាទអញ្ចឹងនៅក្នុងករណីនេះគឺតម្លៃកុសហ្នឹងវិជ្ជមានហើយបាទអញ្ចឹងយើងបាន SN នេះគឺយើងអាចសរសេរថាស្មើនឹង2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុសនៃ n ផាយលើ4កតា1បូកឲ្យ 0e អញ្ចឹងវាស្មើនឹង2ឬ2ស្វ័យគុណ n គុណកុសនៃ n ផាយលើ4ហ្នឹងកតាកុស0បូកឲ្យ e នេះ0បាទនេះគឺជាករណីទី1ក្នុងករណីដែលវាវិជ្ជមានណាបាទអញ្ចឹងកាលណាតម្លៃកុស n ផាយលើ4វិជ្ជមានមានន័យថាយើងចាប់វាជាកតាតែម្ដងអញ្ចឹងក្នុងករណីទី2ពេលខ្លះយើងអាចផ្លាត់លេខកន្លែងតម្លៃលេខហ្នឹងអញ្ចឹងក្នុងករណីទី2ចុះបើសិនជាអាហ្នឹងវាអវិជ្ជមានវិញយើងមិនអាចចាប់ជាកតាបានទេដោយសារតែអានេះអាមុខនេះវាវិជ្ជមានហើយអញ្ចឹងបើយើងចាប់វាកតាវាមានន័យថាចេញ a អានេះអវិជ្ជមានហើយអញ្ចឹងយើងត្រូវដាក់សញ្ញាដកវិញទី2បើសិនជាកុសនៃ n ផាយនៅលើ4ហ្នឹងតូចជាង0វិញអញ្ចឹងបើតូចជាង0លុះត្រាតែ n ហ្នឹងវាត្រូវស្មើនឹង 8k បូក3 8k បូក4និង 8k បូក5បាទអញ្ចឹងនៅក្នុងករណីហ្នឹងយើងបាន an នេះយើងអាចសរសេរថាដកបាទយើងដាក់សញ្ញាដក2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុសនៃ n ផាយនៅលើ4បាទកតាដក1បូកឲ្យ 0e មានន័យថានៅក្នុងករណីដែលវាអវិជ្ជមានយើងគុណសញ្ញាដកចូលប៉ុន្តែនេះដាក់ដកវិញដើម្បីបានបូកវិញណាបាទអញ្ចឹងវាស្មើនឹងដក2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុសនៃ n ផាយលើ4កតាកុសផាយបូកឲ្យ e sin ផាយបាទនេះចម្លើយវាបាទអញ្ចឹងក្នុងករណីដែលវាអវិជ្ជមានតម្លៃកុស n ផាយលើ4អវិជ្ជមានយើងបានអាពីមកវិញគឺមកផាយវិញឬក៏យើងអាចសរសេរថា2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុសនៃn ដក4កតាផាយនៅលើ4ចេះក៏បានដែរក្នុងករណីយើងខ្ជិលសរសេរដកពីមុខកតាកុសផាយបូក e sin ផាយបាទនេះយើងអាចសរសេរចេះក៏បានដែរអញ្ចឹងនៅក្នុងទម្រង់ត្រីកោណមាត្រនៃ an នេះគឺយើងបែងចែកជា2ករណីដែលតម្លៃកុសវិជ្ជមាននិងតម្លៃកុសអវិជ្ជមាន2ករណីហើយតម្លៃកុសវិជ្ជមានហ្នឹងគឺតម្លៃ n ហ្នឹងដោយសារ n ជាចំនួនគត់អញ្ចឹងគឺស្មើទម្រង់ 8k បូក1និង 8k បូក7បាទអូខ្ញុំភ្លេចបញ្ជាក់បន្ថែមកន្លែងនេះតម្លៃ k ហ្នឹងគឺចាប់ពី0 1 2តទៅមានន័យជាចំនួនគត់មិនអវិជ្ជមានបាទតម្លៃ k គឺជាចំនួនគត់មិនអវិជ្ជមានអញ្ចឹង0 1 2តទៅបាទឥឡូវនេះយើងបានបញ្ចប់នៅក្នុងសំណួរទី2ខទម្រង់ត្រីកោណមាត្រនៃ an អញ្ចឹងយើងបន្តចូលទៅក្នុងសំណួរទី2ចំណុចកបន្តទៀតបាទចំពោះសំណួរទី2ចំណុចកនេះគេថាតើសំណើដែលថាគ្រប់ n ជារបស់ n ហើយ n ជាចំនួនពិតជាសំណើពិតឬទេបាទអញ្ចឹងដើម្បីចាប់ដឹងសំណើពិតមិនពិតយើងយក an មកប្រើមកយើងមាន an ស្មើនឹង2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុស n ផាយនៅលើ4អញ្ចឹងយើងឃើញថាក្នុងហ្នឹងអត់មានឯកតានិមិត្ត e ចូលទេអញ្ចឹងយើងសរសេរដោយ
ផ្នែកនិមិត្តរបស់ SN ហ្នឹង implicit របស់ SN ស្មើ0បាទអញ្ចឹងបើវាស្មើ0ដូច្នេះយើងបញ្ជាក់ថា SN នេះជាចំនួនពិតបាទគ្រប់ n ជារបស់ n មានន័យថាតម្លៃ n ស្មើប្រហែលក៏វាជាចំនួនពិតដែរឲ្យតែ n ជារបស់ n បាទអញ្ចឹងដូច្នេះសំណើដែលថាគ្រប់ n ជារបស់ n SN ជាចំនួនពិតជាសំណើពិតបាទបើសិនជាយើងរកទៅឃើញថាវាមានជាប់ e ចំនួនជាប់ឯកតានិមិត្តអញ្ចឹងអាហ្នឹងមិនមែនជាសំណើពិតទេវាជាសំណើមិនពិតបាទអញ្ចឹងសំណួរទី2កើហ្នឹងគឺយើងឆ្លើយយ៉ាងខ្លីទេដោយសារយើងបានគេនេះរួចហើយបាទឥឡូវនេះយើងចូលមកដល់សំណួរទី2ចំណុចខគឺសួរថាតើមាន n ជារបស់ n ដែល n ស្មើ0ដែរទេបាទអញ្ចឹងអានេះគឺរកថាតើវាមានឬអត់ទេមិនមែនការរកគ្រប់តម្លៃ n នោះទេបាទអញ្ចឹងតាមការគេនេះខាងលើមិញយើងមានបាទយើងមាន s2 ស្មើ0 s6 ស្មើ0បាទតាមរយៈការគណនារួចហើយគឺ s2 ស្មើ0 s6 ស្មើ0អញ្ចឹងយើងឆ្លើយយ៉ាងខ្លីបាទដោយសារតែយើងបានគណនាឃើញ s2 ស្មើ0ដូច្នេះមាន n ជារបស់ n ដែលsn ស្មើ0បាទតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអត់មានអីត្រូវយើងរកតម្លៃ n នោះទេដោយសារគេឲ្យយើងគេសួរយើងថាតើមានឬអត់បាទអញ្ចឹងពាក្យថាមានមិនមែនពាក្យថាគ្រប់ទេអញ្ចឹងមានឲ្យតែរកឃើញមួយគឺមានន័យថាមានហើយបាទប៉ុន្តែបើសិនជាយើងចង់រកគ្រប់តម្លៃ n ឧទាហរណ៍ថាយើងចង់រកគ្រប់តម្លៃ n ដែល n ស្មើ0ឥឡូវនេះបកស្រាយរកតម្លៃ n ជារបស់ n ដែល n ស្មើ0អញ្ចឹងយើងគ្រាន់តែដោះស្រាយសមីការមកយើងមាន sn ស្មើនឹង2ឬ2ស្វ័យគុណ n គុណនឹងកុសនៃ n ផាយលើ4ជាងដោះស្រាយបើសិនជា n ស្មើ0មានន័យថា2ឬ2ស្វ័យគុណ n គុណជាមួយនឹងកុស n ផាយលើ4ហ្នឹងស្មើនឹង0អញ្ចឹងដោយសារតែ2ឬ2ស្វ័យគុណ n វាជាចំនួនវិជ្ជមានវាមិនអាច0បានទេអញ្ចឹងនៅសល់តែកុស n ផាយលើ4ហ្នឹងស្មើ0អញ្ចឹងតម្លៃដែលកុសស្មើ0គឺមុំផាយលើ2អញ្ចឹងយើងបាន n ផាយនៅលើ4ស្មើនឹងផាយនៅលើ2បូកឲ្យការផាយអញ្ចឹងដល់ពេលយើងទាញរក n ហ្នឹងគឺស្មើនឹង2បូកឲ្យ4ការបាទដែលការនេះគឺជាចំនួនគុណមិនអវិជ្ជមានមានន័យថាការចាប់ពី0 1 2តទៅបាទអញ្ចឹងមានន័យថា n ហ្នឹងអាចស្មើក្នុងកណិកាស្មើ0បាន2កណិកាស្មើ1បាន6កណិកាស្មើ3បាន14បាទទៅបាទអញ្ចឹងអានេះបើសិនជាគេឲ្យរកតម្លៃ n ចាំយើងដោះស្រាយសមីការ n ស្មើ0តែបើគេឲ្យគេសួរថាតើមាន n ជារបស់ n ដែរទេអានេះយើងឆ្លើយដោយសារយើងគេនិយាយពីនោះហើយចឹងមាន n ជារបស់ n ដែល n ស្មើ0បាទចឹងការដោះស្រាយលំហាត់ complex ប្រឡងបាក់ឌុប2026នេះគឺមានតែប៉ុណ្ណឹងបាទបាទបងប្អូនមានចម្ងល់អាច chat សួរក្នុង comment ឬក៏អាចទាក់ទងតាម Telegram បានបាទសូមអរគុណ